ក្នុងកិច្ចសន្ទនានៃឱកាសជំនួបសម្ដែងការគួសមនិងពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាមួយឯកឧត្តមគីវ៉ាងបកសមាជិកសភានិងជាអនុប្រធានគណៈកម្មាធិការដែនដីហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូនរដ្ឋសភានៃសាធារណរដ្ឋកូរ៉េភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតចំណងសាមគ្គីភាពដែលបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការល្អនិងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដោយបានផ្ដល់នូវសមិទ្ធផលវិជ្ជមានជាផ្លែផ្កាប្រកបដោយភារភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកនេះបើយោងទៅតាមកម្មវិធីជំនួបសម្ដែងការគួសមនិងពិភាក្សាការងារជាមួយឯកឧត្តមគីវ៉ាងបកសមាជិកសភានិងជាអនុប្រធានគណៈកម្មាធិការដែនដីហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូនរដ្ឋសភានៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី20ខែកក្កដាឆ្នាំ2026នៅទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់